បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្តតួចែករួមធំបំផុតដែលតួចែករួមធំបំផុតនេះគឺយើងបានសិក្សាតាំងពីថ្នាក់ទី6មកដែលយើងប្រើវាស្រួលបំផុតនោះគឺសម្រាប់សម្រួលប្រភេទឥឡូវនេះខ្ញុំមានតារាងឧទាហរណ៍យើងមានលេខ10ហើយនិងលេខ25ជាធម្មតាដើម្បីគណនារតួចែករួមធំបំផុតនោះគឺយើងត្រូវបំបែកកតាបឋមប៉ុន្តែនៅក្នុង Excel យើងអត់ចាំបាច់បំបែកកតាបឋមទេបងប្អូនគ្រាន់តែបញ្ចូលសញ្ញាស្មើបន្ទាប់មកយើងវាយ GCD ឬមួយក៏ ZCD អញ្ចឹងទៅដែលយើងហៅតាំងពីនៅអនុវិទ្យាល័យវិទ្យាល័យមកឬមួយក៏ PZCD អញ្ចឹងមកតោះមកយើងបើកវងកញ្ចក់គេឲ្យយើងកំណត់អំពី number អញ្ចឹង number នេះគឺយើងអាចកំណត់វាបានរហូតទៅដល់255លេខអញ្ចឹងនៅក្នុងនេះខ្ញុំអាចselect ទៅលើលេខទី1តមកយើងចុចក្បៀសមួយលេខទី2បាទប៉ុណ្នេះហើយយើង enter អញ្ចឹងមានន័យថាចម្លើយរបស់វាគឺឃើញ5មានន័យថាតួចែករួមធំបំផុតនៃលេខ10ហើយនិងលេខ25ហ្នឹងគឺវាស្មើនឹង5ហ្នឹងតែម្ដងទី2យើងមានលេខ24ហើយនិងលេខ8អញ្ចឹងបងប្អូនគ្រាន់តែអូសរូបមន្តចុះក្រោមអញ្ចឹងមកអញ្ចឹងវាយើងឃើញចម្លើយរបស់វាហ្នឹងគឺ8ចំពោះ3លេខដូចគ្នាទេគឺយើងមិនចាំបាច់ select ម្ដងមួយក៏បានដែរបងប្អូនអាចអូសវាតែម្ដងអញ្ចឹងមកតែមកយើងបិទវងកញ្ចក់ enter មកតួចែកនៃ2 3ហើយនិង5នេះតួចែករួមធំបំផុតរបស់វានឹងគឺស្មើ1ចំណែកឯលេខ20លេខ40ហើយនិងលេខ800អញ្ចឹងទៅគឺលេខ20ជាតួចែករួមធំបំផុតរបស់វាហើយចំពោះ4លេខគឺដូចគ្នាទេគឺ CCD តើមកយើងអូសវាទាំង4លេខអញ្ចឹងបើមាន10លេខយើងអូសរហូតទៅដល់10លេខទៅគឺវានឹងគណនាឲ្យយើងតែម្ដងដោយយើងមិនចាំបាច់បំបែកកតាបឋមនៃលេខមួយនាំតែយូរពេលទេអញ្ចឹងកន្លែងនេះយើងឃើញ36 6 3ហើយនិង9នេះតួចែករួមធំបំផុតរបស់វានឹងគឺលេខ3ចំណែកឯ500 250 600ហើយនិង1000នេះគឺ50នឹងតែម្ដងតែនេះជាមូលដ្ឋាននៃការប្រើប្រាស់រូបមន្ត CCD នៅក្នុងនេះខ្ញុំមានឧទាហរណ៍ចំនួន2ដែលយើងប្រើវាសម្រាប់សម្រួលលេខធំឲ្យមកជាលេខតូចឧទាហរណ៍ដូចគេដាក់សមាមាត្រ40 60ឬមួយក៏ឧទាហរណ៍ទៅតាក់ទងជាមួយនឹងការបែងចែកប្រាក់ចំណេញអីចឹងទៅបុគ្គលទី1ក៏ទទួលបាន40ហើយនិងបុគ្គលទី2ក៏ទទួលបាន60អញ្ចឹងយើងអត់ចង់ឲ្យវាលេខហ្នឹងវាមាន2ខ្ទង់ទេយើងចង់សម្រួលវាឲ្យមកត្រឹមតែមួយខ្ទង់អីជាដើមអញ្ចឹងទៅអញ្ចឹងយើងអាចប្រើរូបមន្តមិញហ្នឹងនៃម៉ានគឺនៃលេខ40ជាមួយនឹងលេខ60អញ្ចឹងយើងឃើញចម្លើយរបស់វានេះគឺ20អញ្ចឹង20នេះគឺយើងអាចនេះ40យើងចែកនឹង20មកយើងឃើញ2ហើយដល់ពេល60ចែកនឹង20យើងឃើញ3អញ្ចឹងយើងអាចសមាមាត្រហ្នឹងយើងមិនបាច់សរសេរ60អញ្ចឹងក៏បានដែរគឺយើង2ហើយនឹង3ចេះក៏បានដូចគ្នាបាទពីព្រោះយើងសម្រួលជាមួយនឹង20ចោលហើយអញ្ចឹងយើងឃើញ2ហើយនឹង3នឹងតែម្ដងអ្នកទី1គឺ2ចំណែកអ្នកទី2គឺ3ចំណែកចឹងបាទនេះគឺយើងសម្រួលពីលេខធំឲ្យវាមកលេខតូចចឹងទៅហើយមួយទៀតតួចែករួមធំបំផុតហ្នឹងគឺយើងអាចប្រើសម្រាប់សម្រួលពភាគឧទាហរណ៍ដូចពភាគរបស់យើងនេះគឺលេខ54ហើយចែកនៅលើ162អញ្ចឹង54ហើយនឹង162នេះបើយើងប្របែកកតាបឋមទៅឃើញហើយយើងសម្រួលនឹងវាបានហើយជួនកាលយើងអាចសម្រួលម្ដង2សម្រួល2ហើយយើងសម្រួលប្រមាណតទៀតអីចឹងទៅប៉ុន្តែវាច្រើនតង់ពេកអញ្ចឹងយើងអត់ចង់គណនាវាច្រើនតង់អញ្ចឹងទេយើងអាចប្រើរូបមន្តមិញមកតបមកយើងដាក់លេខ54ជាមួយនឹងលេខ162បាទប៉ុណ្នេះទៅយើងឃើញតួចែករួមធំបំផុតរបស់វាគឺ54អញ្ចឹង54យើងសម្រួលជាមួយនឹង54យើងបានគឺ1ដល់ពេល162សម្រួលយើងចែកជាមួយនឹង54មកយើងបាន3អញ្ចឹងចម្លើយនៅពេលដែលយើងសម្រួលភាគហើយយើងឃើញ1លើ3នឹងតែម្ដងដោយយើងបានគណនា ZCD មិញចូលលេខ250ហើយនឹង600យើងសម្រួលមកតើបានប្រមាណអញ្ចឹងដើម្បីជាកន្លឹះនោះគឺយើងរកវាសិនមក
250ហើយនឹង600យើងឃើញចម្លើយរបស់វាគឺ50អញ្ចឹងមានន័យថាលេខទាំងពីរហ្នឹងគឺអាចសម្រួលជាមួយ50បានហើយ250សម្រួល50ចែកនឹង50ទៅយើងឃើញ5ហើយដល់ពេល600សម្រួលនឹង50ទៅយើងឃើញ12អញ្ចឹងចម្លើយរបស់វាក្រោយពេលយើងសម្រួលហើយគឺ5លើ12អញ្ចឹងយើងអត់មានអីសម្រួលឲ្យតូចជាងហ្នឹងទៀតទេវាអស់តូចត្រឹម5លើ12ហ្នឹងហើយព្រោះយើងសម្រួល50តែម្ដងមកហើយតែម្ដងហើយបើយើងមិនបានគណនាតួចែករួមធំផុតទេពេលខ្លះយើងសម្រួលម្ដង2លេខខ្លះយើងសម្រួលម្ដង10ដល់ពេលអញ្ចឹងទៅយើងអាចធ្វើច្រើនដងទៅវាចេញចម្លើយចុងក្រោយដែលលែងសម្រួលតទៅមុខទៀតបានបាទអញ្ចឹងនេះគឺជាប្រយោជន៍នៃការប្រើប្រាស់រូបមន្តតួចែករួមធំបំផុតហ្នឹងដែលយើងអាចប្រើប្រាស់នៅក្នុង Excel យ៉ាងងាយស្រួលនឹងតែម្ដងបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នាវីដេអូក្រោយទាក់ទងជាមួយនឹង Excel ជាបន្តបន្ទាប់ទៀត